ក្តាមស្រែក្តាមស្រែដើររដូវក្តាមស្រែទៀតហើយក្តាមស្រែល្អណាស់ជាប្រភេទក្តាមសង្ហែហើយនឹងអានេះគេហៅក្តាមធំចាទីអូនទី7ហើយរដូវនេះជារដូវវស្សាគឺសម្បូរក្តាមស្រែណាបងអើយមកវិញមើលសិតតែក្តាមមេហើយប្រភេទក្តាមសង្ហែកូនក្តាមទូចៗបងដែលយើងអាចយកទៅភ្លាហូបក៏បានយើងយកទៅស្លយកទៅលីងក៏បានហើយនឹងប្រភេទក្តាមប្រភេទខ្យងស្រែបងប្រភេទខ្យងស្រែនេះប្រភេទខ្យងស្រែយើងអាខ្យងបារាបងខែនេះក៏សម្បូរដែរព្រោះអីខែនេះគឺរដូវវស្សាគឺសម្បូរមែនតើប្រភេទខ្យងហើយនឹងក្តាមដែលក្មួយតូចគ្នាទៅរនៅរដូវនេះអញ្ចឹងហើយខែនេះក៏សម្បូរអង្ក្រងដែរអង្ក្រងមានមេអ៊ូមានមេក្រហមមានពងធំមានអីចឹងបងប្អូនពួកអីខែនេះគឺសម្បូរមែនតើហើយមេអ៊ូគឺយើងអាចយកទៅលីងឬក៏យកទៅញ៉ាំឬក៏យើងយកទៅស្លប្រហើស្លអីបានចាហើយមេរបស់វាយើងអាចយកទៅច្រាំប្រហុកយកទៅធ្វើទឹកប្រហុកជ្រលក់ពូកគោអីចឹងបងប្អូន